សួស្តីបងប្អូនអរគ្នាបងប្អូនកំពុងតែព្រួយបារម្ភទៅលើ Telegram ដែលមានបញ្ហាឲ្យយើងធ្វើការ subscription ឬក៏ធ្វើការបង់លុយក្នុងការ log ចូលទៅលើ device ផ្សេងៗមិនថា iOS ឬក៏ Android ទេបាទកម្មវិធីមួយនេះអាចជួយបងប្អូនបានបងប្អូនមិនបាច់បារម្ភទេហើយក៏មានអ្នក download ច្រើនដែរកម្មវិធីនោះមានឈ្មោះថា Telegram X បងប្អូនអាចធ្វើការ download Telegram X ដើម្បីធ្វើការ log ចូលទៅប្រើ Telegram របស់យើងដែលវាមានលក្ខណៈងាយស្រួលហើយខ្ញុំឃើញមានអ្នក download នៅជុំវិញពិភពលោកគឺច្រើនមែនទែនរហូតដល់100 million វាច្រើនជាងកម្មវិធីដែលឈ្មោះថា Nightgram បាទអញ្ចឹង Nightgram ក៏ខ្ញុំលប់ប្រើដែរប៉ុន្តែខ្ញុំបដោតទៅលើ Telegram X ច្រើនជាងព្រោះ Telegram X អាចជំនួស Telegram យើងនៅពេលដែលចូលអត់បានហើយវាក៏មានភាពងាយស្រួលមិនសូវជារញ៉េរញ៉ៃដូច Nightgram ដែរចុះបងប្អូនអាចសាកប្រើទាំងអស់គ្នាហើយសម្រាប់ Telegram X គឺងាយស្រួលទេគាត់ឲ្យបងប្អូនដាក់លេខទូរស័ព្ទដៃរបស់យើងទៅគឺវានឹង load SMS automatic តែម្ដងវាមានភាពងាយស្រួលជាងNightgram និង Telegram ដែលកំពុងតែឲ្យយើងបង់លុយចុះបងប្អូនសាកប្រើទាំងអស់គ្នាណាព្រោះខ្ញុំឃើញថាមានអ្នក download ច្រើនមែនតើនេះគឺជាកន្លឹះដើម្បីដោះស្រាយនៅពេលដែល Telegram របស់យើងជួបបញ្ហាហើយមួយទៀតបងប្អូនឆ្ងល់ថាអញ្ចឹងនៅពេលអញ្ចឹងមានន័យថាយើងឈប់ប្រើ Telegram មែនទេអត់ទេ Telegram នោះយើងអាចទុកចោលចន្លោះពី2ថ្ងៃឬ3ថ្ងៃយើងធ្វើការ log ចូលព្យាយាម log ចូលមួយសារទៀតទៅលើ Telegram កម្មវិធី original ហ្នឹងគឺបងប្អូននឹងអាចចូលវិញបានធម្មតាអានេះគឺអ្វីដែលខ្ញុំបានធ្វើឲ្យជោគជ័យបាទអរគុណជួបគ្នានៅវីដេអូក្រោយកុំភ្លេចជួយចែកម្លែកទៅកាន់មិត្តភក្តិបន្តហើយបើពេញចិត្តវីដេអូកុំភ្លេចជួយ follow page ក៏ដូចជា subscribe channel ឲ្យបានអរគុណ